តថ្ងៃហ្នឹងគឺយើងនឹងនាំអ្នកទាំងអស់គ្នាទៅដងទឹកជាមួយខ្ញុំជាដំបូងគឺយើងចេញពីផ្ទះយើងសិនចេញពីផ្ទះហើយយើងធ្វើដំណើរទៅដងទឹកនៅដងដែលនៅក្រោយផ្ទះរាល់ថ្ងៃគឺដងតែទឹកម្ដងនឹងទេអត់មានថាទិញអស់លុយអីទិញគេទេគឺដងតែទឹកម្ដងនឹងឯងនិយាយយូរទៅឥឡូវគឺយើងចិត្តបានមកដល់កន្លែងដងទឹកអីយើងដើរប្រហែលជា5-6នាទីគឺយើងបានមកដល់កន្លែងដងទឹកហើយអ្នកខ្លះគឺមានម៉ូតូគឺគាត់ជិះម៉ូតូអ្នកខ្លះគឺគាត់ដើរតាមប៉ទ័រចាស់ៗនៅភូមិខ្ញុំគឺគាត់ដើរតែសម្រាប់តែក្មេងៗទេមកម្ដងគឺជិះម៉ូតូខ្ញុំជាដើមអញ្ចឹងទៅដងទឹកគឺជិះម៉ូតូតែថ្ងៃហ្នឹងគឺខ្ញុំដងទឹកដើរវិញម្ដងបើឃ្លោកនេះផ្ទះអ្នកខ្លះគឺអត់សូវមានទេតែបើនៅផ្ទះយាយខ្ញុំគឺមានតែបើសិនជានៅផ្ទះខ្ញុំវិញគឺអត់មានទេនេះគឺខ្ញុំលួចឃ្លោកយាយខ្ញុំទៅដងទេឃ្លោកនេះបើយើងទៅធ្វើការអីយើងដាក់នៅកន្លែងក្តៅយើងចង់ផឹកអីវាត្រជាក់ដូចដាក់នៅទូទឹកកកអញ្ចឹងអត់ដូចទឹកសុទ្ធទេនៅពេលដែលយើងដាក់នៅកន្លែងក្តៅគឺវាក្តៅកន្លែងហ្នឹងនៅពេលដែលចាស់ៗក៏គាត់ដងទឹកហើយគឺគាត់តែងតែផឹកទឹកបែបហ្នឹង